ឆ្នាំ2026គឺជាជីវិតទី2របស់ខ្ញុំមូលហេតុដោយសារតែក្នុងពេញមួយឆ្នាំ2025ខ្ញុំឈឺធ្ងន់មានជំងឺកាចហើយប្រើពេលនៅលើគ្រែពេទ្យឆ្លងកាត់ការព្យាបាលជាច្រើនទីបំផុតគឺខ្ញុំអាចវាយជួងបញ្ចប់ការព្យាបាលបានដើម្បីបានជីវិតទី2នឹងគឺខ្ញុំអរព្រឹកគុណទេវេជ្ជបណ្ឌិតនៅខាងមន្ទីរពេទ្យកាល់ម៉ែតផ្នែកមហារាជជាពិសេសនោះគឺលោកគ្រូពេទ្យផ្ទាល់ខ្លួនរបស់ខ្ញុំផុនសុធីចូលដល់2026ភ្លាមគឺខ្ញុំចាប់ផ្ដើមធ្វើអ្វីដែលខ្លួនឯងចង់ធ្វើហើយសុខភាពវិញគឺល្អប្រសើរខ្លាំងជាងមុនគោលបំណងធំទី1នោះគឺខ្ញុំចាប់ផ្ដើមហាត់កីឡានៅពេលដែលខ្ញុំគេងនៅលើគ្រែពេទ្យអ្វីដែលខ្ញុំនឹកសម័យគឺការហាត់ប្រាណហាត់អីនឹងឯងខ្ញុំសម្រេចមកលេង Pickleball ហើយបានជួបមិត្តភក្តិថ្មីៗទៀតគោលបំណងទី2នោះគឺការផ្សព្វផ្សាយទាក់ទងជាមួយជំងឺមហារីកឲ្យបងប្អូនយើងបានដឹងជាងមុនហើយនៅតែបន្តកម្មវិធីសប្បុរសធម៌តទៅមុខទៀតគោលបំណងទី3ដែលខ្ញុំចង់ធ្វើគឺការដើរលេងឆ្នាំមុននោះគឺអត់បានដើរទៅណាទាំងអស់អញ្ចឹងឆ្នាំនេះគឺខ្ញុំដើរឲ្យអស់ចិត្តមើលគេមើលឯងមើលទេសភាពប្លែកៗទៅកន្លែងណាដែលខ្លួនឯងចង់ទៅទទួលយកបទពិសោធន៍ថ្មីគោលបំណងទី4គឺការរាំកាលពីមុនមានលេសរហូតអត់បានចូលរួមទេប៉ុន្តែឥឡូវគឺត្រូវតែសម្រេចគោលបំណងខ្លួនឯងសង្ឃឹមថាឆ្នាំ2026ហ្នឹងអ្វីៗនឹងល្អប្រសើរជាងមុនអរគុណ